ហើយពុកម៉ែបងប្អូននៅតាមបណ្ដាញសង្គម Facebook ក៏ដូចជាបណ្ដាញសង្គម YouTube ទាំងអស់គ្នារសៀលនេះខ្ញុំបានដាំប្រភេទប្រម៉ោយដំរីបានច្រើនឈើមែនតែនបាទហើយឈើនេះខ្ញុំដាក់3ដើមតែម្ដងបាទបាន3ដើមធ្វើម៉ូតបងប្អូនបាទធ្វើម៉ូតវានេះបាទឈើនេះបាន3ដើមវាទូចដែរតែអញ្ចឹងយើងដាក់3ទៅបាទចឹងសម្រាប់ពុកម៉ែបងប្អូនចង់កំងទិញប្រភេទកសរគោលព្រៃយកទៅដាំកែកំសាន្តអារម្មណ៍អបសុខផងហើយដើម្បីជួយអភិរក្សកសរគោលយើងបងប្អូនអាចធ្វើការកំងពលរដ្ឋបានណាបាទមានប្រភេទកសរគោលច្រើនប្រភេទដូចជាប្រម៉ោយដំរីមហាហង្សពួងម្លៃកទុយកប្រុកមានមយូរ៉ាជាដើមនៅក្នុងនោះក៏មានប្រភេទកសរគោលថ្លៃដូចជាវាំងននទេវតាហើយកសរគោលច័ន្ទទ្របអីជាដើមបងប្អូនណាបាទអានេះគេហៅមាត់ចាបឬក៏ច័ន្ទទ្របអញ្ចឹងណាបាទព្រឹកនេះល្ងាចនេះខ្ញុំបានថតភេទរុក្ខជាតិដែលខ្ញុំបានដាំពីថ្ងៃឲ្យមើលនេះតំដាំទេបងប្អូនតំដាំទេបាទដាំយកមកហើយអានេះដាំពីមួយថ្ងៃមុនពី3ថ្ងៃមុនបាទដាំរួចរាល់ហើយបាទដាំហើយយើងស្រោចទឹកដំបងអញ្ចឹងកុំឲ្យទឹកវាដក់ចូលក្នុងកណ្ដូលបងប្អូនណាបាទយើងស្រោចតាមគល់វាទៅវាចាប់រឹសហើយបាទហើយនោះគុំធំដើមធំតែស្លឹកវាទៅស្អាតខ្ញុំបានតែលក់ឲ្យគេទេបាទខ្ញុំទុកដាំខ្លួនឯងនិយាយរួមដើមមកទៅស្អាតគឺខ្ញុំទុកតែម្ដងបាទទុកដាំខ្លួនឯងខ្ញុំលក់តែល្អអានេះស្លឹកប្រភេទស្លឹកវែងបងប្អូនបាទកុំឲ្យមិនស្លឹកវែងអានេះហើយសម្រាប់ពុកម៉ែបងប្អូនចង់បានកទុយកប្រុកគុំមានណាគុំធំមែនតើគុំប៉ុណ្ណានៃបាទអរគុណច្រើនជម្រាបលាបងប្អូនបាទអរគុណមួយទាំងអស់គ្នា